បងប្អូនគ្នានេះគឺជាជនជាតិចិនបាទរូបកំពុងតែហត់ការអត់ធ្មត់ជាមួយនឹងពួកយោធារបស់ថៃហើយដោយវាបន្តប្រើប្រាស់នៅទូកុងតឺន័រដុល្លារលួសគាត់យកដីជនជាតិចិនដែលគាត់ធ្វើការរកស៊ីនៅទីនោះរាប់សិបឆ្នាំតាមការសម្ភាសជាមួយនឹងអ្នកកសែតកម្ពុជាថ្មីបាទគាត់បានលើកឡើងថាគាត់រស់នៅប្រទេសកម្ពុជា30ឆ្នាំហើយមុខរបររកស៊ីរបស់គាត់បើគិតជាទឹកប្រាក់រាប់លានដុល្លារឯណោះហើយយើងដឹងថាក្រោយពីមានសង្គ្រាមរវាងកម្ពុជានិងថៃមកទល់នៅពេលនេះគឺចូលជាងបាន 3-4 ខែទៅហើយធ្ងន់ជាងគេគឺមួយរយៈពេល1ខែជាងចុងក្រោយនេះថៃពាត់យកទីតាំងដែលវាវាយបានតំបន់មួយចំនួននោះវាពាត់បលាលុះហើយវាដាក់ទាំងទូកុងតឺន័រយកទៅទៀតហើយនៅព្រឹកនេះតែម្ដងបងប្អូនទាំងគ្នាបាទហើយយោធារបស់ថៃបាទបានប្រើប្រាស់កម្លាំងនិងសម្ភារៈបច្ចេកទេសដែលបាននាំគ្នាដាក់ទូកុងតឺន័រពាត់យកទឹកដីខ្មែរនៅតំបន់ថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់យ៉ាងប្រពើតែម្ដងយោងតាមខ្សែបន្ទាត់ព្រំដែនយ៉ាងច្បាស់តំបន់នេះគឺជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដែលទ័ពថៃមិនដែលធ្លាប់បានឈានជើងចូលមកជន់សំបីតែម្ដងក៏ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យសោកស្ដាយជាទីបំផុតនោះគឺសកម្មភាពរំលោភបំពាននេះបានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយនេះគឺជាសកម្មភាពយ៉ាងប្រកលដែលយោធារបស់ថៃបានធ្វើការរំលោភមួយរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា2បំពានទៅលើកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគី3រំលោភទៅលើច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងអនាធិបតេយ្យកម្ពុជាសូមអំពាវនាវទៅដល់សហគមន៍អន្តរជាតិមហាអំណាចនិងបណ្ដាប្រទេសនានាដែលតម្កល់ច្បាប់ជាធម្មមេតាជួយពិនិត្យអន្តរាគមន៍និងដាក់សម្ពាធឲ្យកងទ័ពរបស់ថៃបញ្ឈប់នៅទង្វើខុសច្បាប់នេះជាបន្ទាន់ដើម្បីរក្សាស្ថិរភាពនិងស្ថិរភាពនៅក្នុងតំបន់អញ្ចឹងនៅព្រឹកនេះតែម្ដងគឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅកាន់កើរបស់យើងនិយាយថាកើណាបងប្អូនដោយសារកើមករូបនេះបើយើងមើលទៅលើវ័យគាត់ខ្ទង់40ឆ្នាំទៅហើយដែលកើរូបនេះកំពុងតែមានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងពួកយោធារបស់ថៃបាទន័យថាពីមុនដូចជាមិនស្អីទេក៏ប៉ុន្តែបាទ2ថ្ងៃនេះតែម្ដងគឺយោធារបស់ថៃបានបន្តប្រើប្រាស់ទូកុងតឺន័រនិងបលាលួសយកមកដាក់គាត់យកដីរបស់គាត់តែម្ដងឬក៏និយាយបែបគេថាកន្លែងដែលគាត់រកស៊ីរាល់ថ្ងៃបាទទុនធ្វើការទុនសាងសង់ផ្ទះសម្បត្តិដីធ្លីរាប់លានដុល្លារគាត់រកស៊ីចូល30ឆ្នាំហើយយោងទៅតាមការសម្ភាសរបស់សារព័ត៌មានថ្មីមានណាបងប្អូននេះគាត់និយាយខ្មែរឡើងច្បាស់ណាស់បាទជាធម្មតានៅ30ឆ្នាំបាទអញ្ចឹងនិយាយខ្មែរច្បាស់មែនទេហើយព័ត៌មានចេញមុននេះបន្តិចគឺពាក់ព័ន្ធទៅនឹងចំផល្លាំងបាទឃើញចំផល្លាំងបបួរកើវាយគ្នាទៀតណាកប់សេរីបងប្អូនគ្នាឥឡូវនេះស្ថានភាពកាន់តែក្តៅគួរឲ្យបងប្អូនបាទមិនមែនក្តៅធម្មតាគឺក្តៅម្នាក់ចង់ឆេះរៀងខ្លួនហើយបងប្អូនទៅថាកពុជសៀមកពុជថៃថោកទៀមនេះបើយើងនិយាយមកបែបទៅគេហៅថាពូចង់បានប្រដីគេពេកប្រទេសប៉ុណ្ណានេះប្រជាជនរាប់លានអ្នកឲ្យនាយករដ្ឋមន្ត្រីដឹកនាំប្រទេសមួយមិនបានបាទសុខចិត្តបង្កភាពចលាចលតាមរំដែនខ្លាំងជាមួយតែកម្ពុជាទេមិនទៅមីយ៉ាន់ម៉ាតលាក់ក៏បែកចូលទៅកាន់ទឹកដីរបស់វាបែកទៅសុំមីយ៉ាន់ម៉ាសម្របសម្រួលទៅវិញមកពួកកពុជបងប្អូនឥឡូវនេះអ្វីដែលយើងខឹងយើងបានតែមកខឹងក៏ប៉ុន្តែយើងត្រូវតែលេងផ្លូវច្បាប់ជាធម្មតាការលេងផ្លូវច្បាប់គឺជាជំរើសដ៏ល្អហើយនឹងធ្វើឲ្យថៃបាក់មុខនៅលើឆាកអន្តរជាតិកាន់តែធ្ងន់បាទហើយអាងកងពេលហ្នឹងឲ្យឯងកងពេលហ្នឹងសិនក៏ប៉ុន្តែហើយចាំជួបគ្នានៅផ្លូវច្បាប់បាទធម្មតាការឆ្លោះគ្នាហិង្សាមកប្រើក៏ប៉ុន្តែអស់ពីហិង្សាមកប្រើបងប្អូនគេថាចង់ក្រោយយើងនឹងរកតឡាការឬក៏រកផ្លូវច្បាប់មកលេងជាមួយគ្នាជានិច្ចបាទអញ្ចឹងអីទេឲ្យឯងកងបាទលោឡាហ្នឹងទៅឯងចាំមើលនៅពេលដែលចប់អញមានផោះតាំងមួយចំនួនហើយឯងចាំមើលឯងប្លន់ទឹកដីគេឬក៏ឲ្យមិនប្លន់ដឹង